Hello សួស្តីបងប្អូនទាំងអស់គ្នាដែលនិយមចូលចិត្តញ៉ាំកាហ្វេក៏ដូចជាបងប្អូនអ្នកលក់កាហ្វេមុខរបរចាក់ទឹកយលុយណាហើយនេះគឺជាការឆុងកាហ្វេស្បៃរបស់ខ្ញុំគឺចំពោះការឆុងកាហ្វេរបស់ខ្ញុំគឺទឹកម្លិះកន្លះជាមួយនឹងម្សៅកាហ្វេ3ខាំហើយយើងចាក់ចូលកតូមួយអញ្ចឹងទៅយើងចាក់ទឹកម្លិះកន្លះហ្នឹងចូលហើយចឹងយើងធ្វើការចាក់ច្រោះជាមួយនឹងស្បៃរបស់យើងស្បៃឆុងកាហ្វេហ្នឹងហើយចាក់ដើម្បីយើងត្រងយកកាកកាហ្វេចេញហើយការដែលយើងចាក់ឆុងជាមួយនឹងបតូនេះដើម្បីឲ្យវាចេញជាតិអស់ពីគ្រាប់កាហ្វេរបស់យើងចឹងណាហើយយើងចាក់កន្លែងទឹកចំនួន1លីត្រកន្លះហ្នឹងជាមួយនឹងកាកកាហ្វេរបស់យើងហ្នឹងចាក់ឲ្យអស់កាកកាហ្វេដែលនៅក្នុងកតូហ្នឹងចាក់ចូលក្នុងស្បៃរបស់យើងអញ្ចឹងណាដើម្បីឲ្យវាឆោះយកជាតិកាហ្វេចេញបានល្អការដែលយើងឆុងបែបហ្នឹងគឺវាធ្វើឲ្យកាហ្វេរបស់យើងចេញជាតិចេញក្លិនបានល្អអញ្ចឹងបងប្អូនអរគ្នាហើយឃើញកាហ្វេរបស់យើងគឺវាគ្រីមមីល្អមែនទែនចាំគ្រីមមកបានល្អមែនទែនហើយចំពោះកាហ្វេរបស់ខ្ញុំស្គាល់50កាហ្វេរតនគិរីដែលជាកាហ្វេខ្មែរយើងសុទ្ធណាហើយនៅពេលដែលយើងឆុងជាកាហ្វេទឹកដោះគោយើងដាក់ទឹកដោះគោ Commander ហ្នឹង40 ml មកហើយជាមួយនឹងទឹកកាហ្វេរបស់យើង100 ml ចាបន្ទាប់មកទៀតយើងឆាក់កាហ្វេទឹកដោះគោខាប់របស់យើងចូលក្នុងកាហ្វេហ្នឹងមកហើយយើងកូរឲ្យសព្វល្អទៅកាហ្វេញ៉ាយបងឯងហើយយើងមានកែវទឹកកកចាក់កាហ្វេនឹងចូលមកជាការស្រេចហើយយើងបន្ថែមជាមួយនឹងទឹកដោះគោស្រស់របស់ក្រុមហ៊ុន Coffee ដែលជាផលិតផលរបស់ខ្លួនខ្មែរយើងដែរចំនួន37មកជាការស្រេចអរគុណអ្នកនរគ្នាដែលមើលវីដេអូនេះដល់